nước thác nước nhà nghỉ bạn mời tiếp ba bênนี้คือជាលក្ខណៈយើងដំណើរកំសាន្តនៃមួយដើរលេងអញ្ចឹងបើជាកម្រិត A1 ទេបាទហ្នឹងហើយយើងអាចមើលបានពាក្យទាំងអស់នេះបាទ A1 A2 បាទហ្នឹងតោះឥឡូវអាននេះ đi chơi បាទ đi chơi បាទ đi chơi នឹងមានថៃគេដើរលេងហ្នឹងហើយដើរលេងតែពាក្យអីខ្លះដែលគឺថាតាក់ទងនឹងដើរលេងបាទតោះឥឡូវយើងរៀនពាក្យទី1អស់នេះ đi chơi đi chơi បាទ đi chơi នឹងដើរលេងបាទតោះបន្តទៀត du lịch du lịch បាទ du lịch នឹងមានថាទេសចរមួយទៀតឬក៏ដំណើរកម្សាន្តហ្នឹងហើយអានឹង du lịch ដូចគ្នាដែរបាទតោះតទៀត đi dạo đi dạo បាទ đi dạo នឹងដើរកម្សាន្តលេងបាទឬក៏យ៉ាងដើរលេងកម្សាន្តអញ្ចឹងណាបាទហ្នឹងហើយ đi dạo តទៀត công viên công viên បាទ công viên នឹងមានសួនច្បារឬក៏សួនឧទ្យានអញ្ចឹងណាបាទហ្នឹងហើយ công viên បាទតទៀត bãi biển bãi biển បាទអញ្ចឹងមានន័យថាឆ្នេរសមុទ្របាទវាថា biển ហ្នឹងមានន័យថាសមុទ្រហ្នឹងហើយបាទតទៀត núi núi បាទ núi នឹងមានន័យថាភ្នំបាទបើសិនជាឡើងភ្នំ lên núi មានថាឡើងភ្នំបាទតទៀត thác nước thác nước បាទ thác nước នឹងមានថាទឹកអីគេទឹកជ្រោះបាទទឹកជ្រោះពេលតែ thác នឹងជ្រោះបាទតទៀត khách sạn khách sạn បាទ khách sạn នឹងមានថាសន្តាគារបាទសន្តាគារមានថា khách sạn បាទតទៀត nhà nghỉ nhà nghỉ បាទ nhà nghỉ នឹងគឺផ្ទះសំណាក់ដែលវាអត់សូវធំដូច khách sạn ទេបាទ khách sạn នឹងអានឹងធំសន្តាគារបាទឥឡូវតទៀត chụp ảnh chụp ảnh បាទ chụp ảnh នឹងមានន័យថាថតរូបបាទថតរូប chụp ảnh បាទតទៀត mua quà mua quà mua quà នឹងមានន័យថាទិញអំណោយបាទអំណោយបាទ mua quà តទៀត ăn uống ăn uống បាទ ăn uống នឹងមានន័យថាញ៉ាំអាហារបាទក្នុងញ៉ាំអាហារនឹងវាមានផឹកផងមានហូបផងនៅក្នុងហ្នឹងបាទមកហូបមានទាំងភេសជ្ជៈក្នុងនោះអស់នេះបាទ ăn uống បាទតទៀត nghỉ ngơi nghỉ ngơi បាទ nghỉ ngơi នឹងគឺយើងសម្រាកបាទ nghỉ ngơi មួយជុតនេះបាទសម្រាប់បន្តិចទៅថ្ងៃបាទតទៀត vui vẻ vui vẻ បាទ vui vẻ នឹងមានន័យថាសប្បាយរីករាយហ្នឹងហើយ vui vẻ បាទតទៀត hương nhẫn viên hương nhẫn viên បាទ hương nhẫn viên នឹងនិយាយចំទៅគេថាមិគទេសទេសចរបាទមិគទេសទេសចរអ្នកនាំដើរលេងទៅញ៉ាំកាយអញ្ចឹងណាបាទហ្នឹងហើយមិគទេសចរបាទនៅវីដេអូយើងបានមកដល់ទីបញ្ចប់ហើយបាទអរគុណចំពោះការតាមដានវីដេអូរហូតដល់ចប់